ហើយនៅឡាយទៅឆ្លងឆ្នាំនៅអូស្ត្រាលីតោះទៅដល់លេខប្រទេសអូស្ត្រាលីរយៈពេល7ថ្ងៃ6យប់ជាមួយនឹងក្រុមហ៊ុនទេជ Sky King នៅក្នុងកញ្ចប់កម្រិត Premium Package ដែលមានតែមួយដំបូងគេបង្អស់នៅក្នុងស្រុកខ្មែរដែលនៅថ្ងៃទី1យើងចាប់ផ្ដើមធ្វើការហោះចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុង Sydney នៃទឹកដីប្រទេសអូស្ត្រាលីថ្ងៃទី2បន្ទាប់ពីទទួលទានអាហារពេលថ្ងៃត្រង់រួចចូលទៅទស្សនាទស្សនវិជ្ជានៅក្នុងទីក្រុង Sydney ដែលមានដូចជា Sam House Rock Opera គឺជាមជ្ឈមណ្ឌលសិល្បៈសម្ដែងដែលត្រូវបានគេចាត់ទុកថាជាអគារដ៏ល្បីល្បាញនិងប្លែកបំផុតរបស់ពិភពលោកនៅក្នុងស្នាដៃស្ថាបត្យកម្មសតវត្សទី20រួចបន្តជូនទៅទស្សនា Spin Harbour វិថីម៉ារីកៅអីរបស់អ្នកស្រី Macfari និងបន្តជូនទៅទស្សនាកំពង់ផែ Darling Harbour នៅអគារម្ចាស់ស្ត្រី Victoria រួចក៏បន្តជូនទៅទស្សនានៅវិថីលក់ទំនិញ Pistry ដែលជាផ្សារទំនើបនិងហាងលក់ទំនិញល្បីៗជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរផងដែរនៅថ្ងៃទី3ចូលទៅទស្សនានៅភ្នំខៀវ Blue Mountain ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករួមសម្បត្តិជីរថភ្លើងចូលទៅមើលអណ្ដូងរ៉ែនៅក្នុងជលងភ្នំរួចជូនជាកន្ត្រកខ្សែកាបយក្សក៏គុណទេសភាពជលងភ្នំរសែនស្រស់ស្អាតរួចបន្តជូនទៅទស្សនាកំសាន្តនៅសួនសត្វ Sydney ដែលលោកអ្នកអាចរីករាយជាមួយនឹងការទស្សនាសត្វជាច្រើនប្រភេទប្រចាំប្រទេសអូស្ត្រាលីតែម្ដងដែលមានដូចជាកង់ការ៉ូកូឡាជាដើមនៅថ្ងៃទី4បន្តដំណើរឆ្ពោះទៅកាន់រាជធានីកង់បេរ៉ាដែលជាទីក្រុងរដ្ឋបាលនៃប្រទេសអូស្ត្រាលីបន្ទាប់មកជួបទៅទស្សនានិងថតរូបកំសាន្តនៅមុខវិមានរដ្ឋសភានិងក៏កូនទេសភាពនៅមាត់បឹង Greenfield រួចបន្តជូនទៅទស្សនានៅ Asian Commons និងបន្តធ្វើដំណើរទៅកាន់ទីក្រុងថ្មីមួយទៀតគឺទីក្រុង Melbourne នៅថ្ងៃទី5បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចជូនទៅទស្សនានិងកំសាន្តនៅជលងភ្នំយ៉ារ៉ានិងចំការផ្លែឈើរីករាយជាមួយនឹងការបេះភ្លក់រសជាតិផ្លែឈើស្រស់ៗរបស់ប្រទេសអូស្ត្រាលីបន្ទាប់មកជូនទៅទស្សនានិងដើរកំសាន្តនៅ Springvale ដែលសម្បូរដោយអាជីវករនិងហាងផ្សេងៗដែលមានប្រជាជនខ្មែររស់នៅនិងប្រកបមុខរបរនៅទីនោះផងដែរថ្ងៃទី6នឹងជូនទៅទស្សនាទស្សនវិជ្ជានៅក្នុងទីក្រុង Melbourne ដែលមានដូចជាកន្លែងទីសក្ការៈបូជានិងជូនទៅទស្សនានៅ Ocean Botanic រួចបន្តជូនទៅទស្សនាថតរូបអនុស្សាវរីយ៍នៅវិមានរដ្ឋសភាផ្ទះប្រវត្តិសាស្ត្រ Captain Cook វិហារ Pastry ស្ថានីយ៍រថភ្លើងប្រចាំប្រទេសអូស្ត្រាលីនិងទន្លេយ៉ារ៉ារួចបន្តជូនទៅទស្សនាកំសាន្តនៅលើវិថីទីក្រុងចិន Chinatown និងវិថីលក់ទំនិញដែលជាតំបន់ទីប្រជុំសម្បូរទៅដោយហាងទំនិញល្បីៗប្រចាំនៅទីក្រុង Melbourne ផងដែរនៅថ្ងៃទី7ធ្វើការរៀបចំហោះហើរមកកាន់ទីក្រុងភ្នំពេញវិញប្រកបដោយសុខសុវត្ថិភាពរីករាយ